ខ្ញុំទិញបានត្បូងរតនគិរីរៀងដំណក់ទឹកមួយគ្រាប់ធំអាចធ្វើຂະຫນាតបន្តោងខ្សែកបានណាបងប្អូនទាំងអស់គ្នាទម្ងន់របស់គេរហូតដល់ទៅ18ក្រាតចុច8ហើយត្បូងមួយគ្រាប់នេះគឺចលនារបស់គេរៀងស្ទើរបន្តិចណាបងប្អូនទាំងអស់គ្នាដូច្នេះហើយក៏ខ្ញុំត្រូវយកមកធ្វើការកែសម្រួលឡើងវិញគឺយើងកែសម្រួលកន្លែងស្មាផនត្បូងហ្នឹងដោយសារតែស្មាត្បូងហ្នឹងរៀងរមួលណាបងប្អូនទាំងអស់គ្នាដូច្នេះហើយក៏យើងត្រូវយកមកធ្វើការកែសម្រួលបន្តិចបន្តួចទៀតហើយការកែច្នៃផងយើងនេះគឺជាងរបស់ខ្ញុំយកចិត្តទុកដាក់ខ្លាំងមែនទែនតែម្ដងបន្ទាប់ពីយើងធ្វើការកែសម្រួលក្រឡាស្មារួចបានយើងចាប់ផ្ដើមធ្វើការច្នៃក្រឡាគូថ្មីឡើងវិញណាបងដោយសារតែថាត្បូងមួយគ្រាប់នេះរៀងស្ទះចលនាបន្តិចដែរដោយសារតែបងជាងមុនគាត់ច្នៃមករៀងវាយក្រឡាញឹកល្អិតខ្លាំងពេកដូច្នេះហើយធ្វើឲ្យភ្លើងស្ទះអត់សូវឡើងមកបន្ទាប់ពីយើងធ្វើការកែសម្រួលក្រឡាថ្មីរួចចលនាផងគេឡើងមកចាំងពេញស្អាតណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលថាស្រឡាញ់អាចធ្វើការកម្មង់បាន